សត្វចាន អ្នកគួរតែទៅផ្ទះវិញអ្នកនិយាយអ្វីកុំភ្លេចណាពួកយើងបានបែកផ្ទះកាលពីយប់មិញហើយបើអ្នកគិតថាទ្រាំលែងបានទៀតហើយឥឡូវអ្នកទៅឲ្យឆ្ងាយទៅយ៉ាប់ហើយភ្លេចរឿងបែកផ្ទះហើយបើត្រូវគេបណ្ដេញចេញទៅលុយដែលចែកឲ្យទៅហើយនោះនឹងមិនអាចយកត្រឡប់មកវិញបានទេម្ដាយការពិតខ្ញុំកុំហៅខ្ញុំថាម្ដាយឯកសារបំបែកគ្រួសារកាលពីម្សិលមិញបានសរសេរយ៉ាងច្បាស់លាស់ហើយទៅនេះគ្រួសារទាំងពីរដូចជាមនុស្សចម្លែកបន្ទប់កាច់ជ្រុងពួកអ្នកគួរតែប្រញាប់ចេញទៅបើមានលើកក្រោយទៀតពួកយើងនឹងទៅរកមេភូមិហើយនិយាយគ្នាឲ្យដឹងស្ខ្មៅអ្នកណាគេសៀវតុងបើកទ្វារមើលទៅខ្ញុំនឹកឃើញហើយជាតិមុនក៏នៅពេលនេះដែរមេភូមិវាងបាននាំមនុស្សយកអំណោយមរណភាពរបស់តាហែមកលោកមេភូមិជីវិតបងប្រុសទី2របស់ខ្ញុំតើវាមានតម្លៃត្រឹមតែប៉ុណ្ណឹងទេតើមានវិធីអ្វីសូមតាហែគ្រាន់តែជាទីហ៊ានភូមិមិនមែនជាទីហ៊ានយាមកម្មទេក្នុងឯកសារសរសេរយ៉ាងច្បាស់លាស់ហើយអង្គរសម្រិត3តានម្សៅខ្មៅ2តានមិនខុសបន្តិចណាទេបងទាំងជាតិទាំងនេះសូមតាហែបានយកជីវិតទៅបដូរមកវិញទាំងអស់ជាតិមុនគ្មានមួយគ្រាប់ណាបានចូលមាត់ប្រពន្ធកូនរបស់គាត់ទេផ្ទុយទៅវិញត្រូវបានគ្រួសារសុងតាជឿលេបត្របាក់អស់លោកមេភូមិទាំងជាតិទាំងនេះគួរតែចែកឲ្យគ្រួសារយើងមួយចំណែកដែរទេនេះបងប្រុសទី2យកជីវិតទៅបដូរមកទេណាហេតុអ្វីត្រូវចែកឲ្យអ្នកប្រញាប់អ្វីមិនមែនចែករបស់អ្នកទេនេះជាមុខពិតរបស់បងប្រុសខ្ញុំធ្វើការនឿយហត់គិតតែប្រយោជន៍ខ្លួនចំពោះបងប្អូនបង្កើតក៏គ្មានក្តីស្រឡាញ់បន្តិចសោះអូប្រកាសជាចង់បានហើយអ្នកណាក៏ដឹងថាពួកគេជាគ្រួសារតែមួយដែរបើតាមខ្ញុំនិយាយទាំងជាតិឧបត្ថម្ភគួរតែមានចំណែករបស់ពួកយើងដែរនិយាយមិនពួកយើងកាលពីម្សិលមិញលុយដែលបានពីបាតដៃមួយរំពេចនោះក៏បានចែកឲ្យពួកអ្នកដែរអ្នកនៅចេះយល់ហេតុផលទៀតទេលុយដែលចែកផ្ទះកាលពីម្សិលមិញគឺច្បាស់ជាសម្រាប់បង់ថ្លៃចំណាយគ្រួសាររបស់ពួកអ្នកអស់ប្រហែលឆ្នាំនេះតើវាដូចគ្នានឹងទាំងជាតិឧបត្ថម្ភដែរឬកុំភ្លេចថាការនោះបងប្រុសធំបានអង្គរបងប្រុសទី2ឲ្យចូលបម្រើតបជំនួសគាត់សុំសៀវតុងឯងនិយាយជាមួយខ្ញុំយ៉ាងម៉េចហ្នឹងបងថ្លៃដូចម្ដាយជឿអត់ថាខ្ញុំនឹងវាយផ្ទះមាត់ឯងហោះបងប្រុសទី2មិនទាន់ស្លាប់ទេមិនមែនវេនបងថ្លៃដូចឯងមកបញ្ជាគាត់ទេខ្ញុំសុំតាជឿហ៊ូស៊ឺពួកអ្នកជប់ឆ្លោះគ្នាទៅកាលពីយប់មិញពេលគ្រូសាសុំបែកគ្នាខ្ញុំក៏ដឹងហើយគ្រូសាសុំតាជឿនេះគ្មាននរណាម្នាក់ល្អទេពួកអ្នកទាំងពីរមើលទៅគ្រូសានេះចាស់ទុនខ្សោយហើយថែមទាំងមានអ្នកពោះធំទៀតពួកអ្នកនៅចង់ដណ្ដើមប្រាក់ឧបត្ថម្ភជាមួយពួកគេទៀតឬលោកមេភូមិលោកក៏បានឃើញពីទង្វើរបស់គ្រូសានេះដែរផ្ទះកាច់ជ្រុងរបស់ខ្ញុំក៏មិនចង់ឲ្យពួកគេរស់នៅទៀតដែរតែឥឡូវនេះអាចឲ្យពួកគេរើចេញបានទេលោកមេភូមិកាលខ្ញុំទិញទៅហ៊ូឲ្យម្ដាយខ្ញុំកូនពីរអ្នករបស់ពួកគេបានរត់ចូលមកក្នុងផ្ទះហើយស្រែកទាដណ្ដើមមិនបានក៏វាហើយជេរលោកថាទៅមើលតើមានចៅបែបនេះណែណាលោកមេភូមិលោកត្រូវតែសម្រេចចិត្តសម្រាប់ម្ដាយខ្ញុំបើរឿងនេះបែកធ្លីទៅគេឈ្មោះភូមិយើងនឹងអាក្រក់អស់ហើយចៅប្រសាស្រីមានបន្ទប់ទេមួយអាចរៀបចំឲ្យចូលនៅបានលោកមេភូមិលោកនិយាយអីហ្នឹងផ្ទះនោះដើមឡើយជាផ្ទះរបស់វាងឪគ្រូសាពួកគេបានស្លាប់អស់គ្មានសល់នៅទីនោះប្រកាសជាមានបញ្ហាហើយខ្ញុំមិនទៅនៅទេខ្ញុំមិនបានពិភាក្សាជាមួយអ្នកទេបានបែកផ្ទះហើយនៅតែមិនច្បាស់លាស់នៅក្នុងផ្ទះនៅតែបង្កបញ្ហាបើពួកអ្នកជាមនុស្សស្មោះត្រង់ម្ដាយក្មេករបស់អ្នកអាចបណ្ដេញអ្នកបានឬពួកយើងពួកអ្នកដឹងហើយថ្ងៃនេះឆាប់រើទៅសូមអរគុណលោកមេភូមិដែលបានផ្ដល់យុត្តិធម៌ដល់គ្រួសារយើងខ្ញុំនឹងទៅជួយពួកគេរើបានឥឡូវនេះពួកអ្នកក៏ជួយរៀបចំដែរព្យាយាមរើទៅឲ្យចប់ថ្ងៃនេះបាទលោកមេភូមិមិនត្រឹមតែមិនបានធិញជាតិឧបត្ថម្ភទេថែមទាំងត្រូវបណ្ដេញចេញពីផ្ទះទៀតដើមឡើយគិតថានៅផ្ទះចាស់ប្រហែលជាថ្ងៃណាមួយម្ដាយនឹងចិត្តទន់ដល់ពេលនោះលុយ10ដំឡឹងនោះនឹងបានត្រឡប់មកក្នុងដៃវិញតែយើងត្រូវបានបណ្ដេញចេញទៅហើយបរោះគ្មានប្រយោជន៍ម៉ាក់រងចាំពួកយើងផង